បាទសួស្តីបងប្អូនក្នុងវីដេអូនេះខ្ញុំបង្ហាញទាក់ទងនឹង Student Database Management អញ្ចឹងនៅកន្លែងនេះយើងមានតារាងចំនួន5ណាអញ្ចឹងខ្ញុំនឹងបង្ហាញបញ្យល់ពី concept សិនរហូតដល់បង្កើតតារាងការបញ្ចូលទិន្នន័យហើយយើងនឹងមានការសរសេរ SQL ដើម្បីទាញទិន្នន័យចេញពីតារាងផ្សេងៗមកដែរអញ្ចឹងនៅក្នុងនេះខ្ញុំមានតារាងឥឡូវយើងនិយាយថាតារាងដែលជា strong entity set គឺតារាង student មួយតារាងសិស្សអញ្ចឹងយើងមានព័ត៌មានផ្សេងៗនៅកន្លែងនេះយើងនឹងជួបតបការទាំងអស់គ្នាបន្ទាប់មកយើងមានតារាង academic ទាក់ទងនឹងឆ្នាំសិក្សាបន្ត2025 26 26 27អីយ៉ាងទៅណាចាហ្នឹងក៏ strong ដែរ strong entity set ចំណែក department ក៏ជា strong ដែរណាយើងប្រងថាតើ department គាត់រៀននៅក្នុង department មួយឯណាណាអូខេបន្ទាប់មកសិស្សធ្វើការចុះឈ្មោះយើងបង្កើតតារាង enrollment ថាតើគាត់ចុះឈ្មោះនេះវាមានពុំមានសិស្សណាវាឃើញភ្ជាប់គ្នានឹងណាហើយយើងថាតើគាត់ចុះឈ្មោះនៅក្នុងឆ្នាំសិក្សាមួយណាអូខេគាត់ចុះឈ្មោះនៅក្នុង department មួយណាណាហើយចុះឈ្មោះឆ្នាំទី1ទី2ទី3អីតើរាប់មួយឆ្នាំយើងចុះឈ្មោះម្ដងឆ្នាំចុះឈ្មោះម្ដងណាអញ្ចឹងមួយទៀតគឺតាក់ទងបងលុយអញ្ចឹងការចុះឈ្មោះនេះយើងកត់ទុកកន្លែងចុះឈ្មោះ department ណាហើយអញ្ចឹងតាក់ទងមួយឆ្នាំចុះឈ្មោះម្ដងអាចបង់លុយបានច្រើនដងណាឧទាហរណ៍ឆ្នាំទី1ឆ្នាំទី2អីតើហើយការបង់វាអាចមានបង់ទៅលើcertificate transcript អីហែណាហ្នឹងអញ្ចឹងនេះយើងមាន payment ID មួយណាហើយយើងភ្ជាប់ enroll ID មកនេះណាថាតើគាត់បង់ហ្នឹងបង់ទៅលើឆ្នាំសិក្សាមួយអីហែចឹងទៅណាអូខេតែត្រង់នេះខ្ញុំភ្ជាប់ student មកកន្លែងនេះមួយទៀតដោយសារពេលខ្លះយើងអត់ចង់ឆ្លងកាត់ enrollment អញ្ចឹងយើងតាក់ទងតែ payment ជាមួយ student ចាក់ដឹងថាសិស្សនឹងបង់លុយហើយណាគឺហើយណាអញ្ចឹងយើងក៏យើងអាចធ្វើអញ្ចឹងបានណាអូខេឥឡូវយើងចូលទៅបង្កើត data ទាំងអស់គ្នា say actual ទាំងអស់គ្នាណាអញ្ចឹងនៅកន្លែងនេះខ្ញុំប្រើ notepad ខ្លះអញ្ចឹងខ្ញុំយក new មកដល់ខ្ញុំ save មួយទៅខ្ញុំ save ណាអញ្ចឹង save អ្នកទាំងគ្នាត្រូវ save file នេះឥឡូវខ្ញុំដាក់នៅនេះណាពុកនេះ student ចំណ VB ណាហើយខ្ញុំ save.actual ណានេះខ្ញុំដាក់សញ្ញាថ្មីកណ្ដោសងខាងនេះណាឬក៏អ្នកអាចជ្រើសប្រភេទ actual ក៏បានដែរអញ្ចឹងឥឡូវនេះយើងបានហើយណាអញ្ចឹងខ្ញុំ save statement មួយបង្កើតតារាងសិនហើយខ្ញុំ demo នេះគឺយើង save នៅក្នុង MySQL ណាអញ្ចឹងយើង save នៅលើ notepad ហើយខ្ញុំ copy ទៅ run នៅក្នុង MySQL តែម្ដងអញ្ចឹងសម្រាប់ SQL server ខ្ញុំនឹងមាន video ដោយឡែកណាអូខេអញ្ចឹងយើងមាន create database ណាអញ្ចឹងយើងដាក់ឈ្មោះអីគេដាក់ student management DB អីទៅណាអូខេចាឥឡូវយើងបង្កើតតារាងដែលជា strong entity set មុនណាអញ្ចឹង strong entity set យើងមាន student academic ហើយនិង department ឥឡូវខ្ញុំបង្កើត student សិនគេ table ណាអញ្ចឹង keyword យើងសេអក្សរធំនោះឡូយើងដាក់ student ចេះក៏បានណាឬក៏ student DB ក៏បាន TB ក៏បានដែរណាអញ្ចឹងយើងត្រឡប់ខ្ញុំត្រឡប់ប្រើ TB ដាក់ TB មកអញ្ចឹងទៅណាបាត់អូខេអញ្ចឹងនៅនេះសិស្សយើងត្រូវការអីគេ ID ណាអញ្ចឹងវាអាចប្រើ ID ចេះក៏បានតែខ្ញុំត្រឡប់ប្រើ student ID ណាអញ្ចឹងនៅនេះខ្ញុំប្រើ in ឬក៏យើងថា integer ហ្នឹងហើយយើង primary key ណាអញ្ចឹងនៅតារាងនេះយើង insert ធម្មតាណា insert ID ធម្មតាអញ្ចឹងយើងមាន last name ណា last name យើងប្រើជាលក្ខណៈ varchar ណាអញ្ចឹងខ្ញុំយក100អូខេ
យើងមាន first name ណានេះអាចសេជាប់គ្នាឬក៏សេដកគ្នាvàឆាខ្ញុំយក100ដែរណាអូខេចឹងនេះខ្ញុំមើល field បន្តិចយើង gender birth state ណាខ្លាចយើងមាន gender នេះខ្ញុំប្រើឆាយើងយកមួយខ្ញុំវាមកអញ្ចឹងអានេះខ្ញុំ comment គឺយើង F ឬក៏ M ណាអូខេ male female យើង store អញ្ចឹងណាគេយើងមាន birth date ថ្ងៃខែឆ្នាំកំណើតណាអញ្ចឹងនៅនេះគឺយើង store ជាលក្ខណៈ date ណាអញ្ចឹងជាទូទៅទម្រង់របស់វាគឺឆ្នាំខែថ្ងៃណាទម្រង់កាប់ចូលយើងដាក់ province អញ្ចឹងនៅនេះខ្ញុំវាឆា province ដាក់100ណាឧទាហរណ៍យើងមានប៉ុណ្ណឹងណាអាចមានពុំមានតបផ្សំបន្ថែមទៀតណាអាចមានពុំមានប៉ុណ្ណឹងអូខេអញ្ចឹងយើងកើតតារាងមួយហើយឥឡូវយើងធ្វើការ insert data សិនdata ខ្ញុំខ្ជិលវាខ្ញុំ copy មកតែម្ដងណាអញ្ចឹង data នេះអ្នកអាចចូលទៅយកនៅក្នុង link នៅក្នុង website ណាខ្ញុំ link ទៅ website អញ្ចឹងអ្នកអាចចូលទៅ copy data នេះបានណាចាំមកខ្ញុំបញ្យល់អញ្ចឹងការ insert data មានពីរទម្រង់ណាអញ្ចឹងយើងមាន insert into ហើយដាក់ឈ្មោះតារាងណាឈ្មោះតារាងបន្ទាប់មកយើងដាក់ field ដែលត្រូវចូលណា birth date and province អូខេអញ្ចឹងมัน values អញ្ចឹងឧទាហរណ៍ start ពី1មកជា ID នេះជា ID ទៅមក last name first name អូខេនៅនេះខ្ញុំដូរ Jason ណាភាសាខ្ញុំដាក់ last name មុនแล้วកុំបាច់ដូរ statement អញ្ចឹងខ្ញុំកាត់នេះមកដាក់លើហើយយកនេះមកចេះវិញ first name last name ត្រូវតាមលំដាប់លេខបដ ாய் ណាយើងបាច់នេះអានេះខ្ញុំប្រើអញ្ចឹងដែរអញ្ចឹងនេះ ID បន្ទាប់មកបាន first name បន្ទាប់មក last name ហើយបាន gender នេះ gender យើង MF យើងសតែមួយ character ណាហើយឆ្នាំកំណើតឆ្នាំខែថ្ងៃណាបន្ទាប់មក province កំពុងតែចោលបានមួយយើងបិទឬក៏យើងសេ insert into អាលេខ2អត់អាចលេខ1ដែរណាភាសាយើងប្រើជាមួយ key អញ្ចឹងទៅអញ្ចឹងលេខអានេះយើង insert manual តារាងតបទៀតយើង ID យើងឲ្យវាកាន់អូតូណាអញ្ចឹងយើងតាមលំនាំហ្នឹងតាមអូខេឥឡូវនេះខ្ញុំមាន statement មួយអានេះគឺតាមពិតអានេះយើងអាចលុបវាបានណាហើយបានយើងនេះ value ហើយទី3មកក្បៀសមកទី4ទី5ហូរហើយក្បៀសរហូតណាក្បៀសរហូតអញ្ចឹងខ្ញុំមានសាកដល់32 record ណាអូខេឥឡូវយើងចូលទៅបង្កើត database ហើយនឹងបង្កើតតារាងក្នុង MySQL ខ្ញុំប្រើ Workbench ណាប្រើអីក៏បាន password របស់អ្នកទាំងគ្នាមកណាចឹងនៅនេះខ្ញុំមាន database ច្រើនចឹងខ្ញុំចុចកន្លែងនេះយើងបង្កើត SQL statement មួយថ្មីណានៅកន្លែងនេះចឹងនេះ copy ទៅបណ្ដោយណាពីផាសមកចឹងខ្ញុំបង្កើត database មួយសិនណាយើង run ចឹង database ត្រូវបានបង្កើតជោគជ័យហើយចឹងយើង use ឈ្មោះ database មួយហ្នឹងណាដើម្បីបញ្ជាក់ថាយើងកំពុងធ្វើការជាមួយ database មួយហ្នឹងចឹងតែមក run ណាចឹងយើងកំពុងនៅជាមួយ database មួយហ្នឹងហើយណាយើង refresh កន្លែងនេះនេះឃើញវានេះដិតណាយើងអត់ទាន់មានតារាងទាន់មានអីឡើយខ្ញុំបង្កើតតារាងមួយសិន step by step
មួយណាគេតារាងខ្ញុំកាត់ជោគជ័យហើយចឹងអាចុងក្រោយកន្លែងនេះអត់មាន comma ទេណាឥឡូវយើង insert ទៅនៃចូលមួយនេះឥឡូវខ្ញុំ insert ចូលមួយទៀតចូលអាពីរនេះណាចឹងបើយើង refresh នេះខ្ញុំមានតារាងនេះចឹងខ្ញុំអាច select មើលណា select guide from TB student ណានេះយើងមានទិន្នន័យ2នេះតាមឥឡូវខ្ញុំបញ្ចូលទិន្នន័យទាំងអស់ចឹង data ខ្ញុំ link នៅលើ link ទៅកាន់ website នេះឬក៏នៅលើ website ទឹកដល់ cream.me ណា code.me អញ្ចឹងខ្ញុំ insert ចូលអស់ហើយនេះយើង select guide from TB student អក្សរទូចក៏អត់ប្រកាន់ដែរណាឈ្មោះនេះអក្សរធំអក្សរទូចអត់ប្រកាន់ឲ្យតែ set ត្រូវពោះ MySQL វាអញ្ចឹងណាអូខេអញ្ចឹងយើងបានបង្កើតតារាងមួយហើយនឹងបញ្ចូល data ណាពេលវីដេអូក្រោយយើងនឹងបង្កើតតារាងមួយទៀតណាតារាងមួយទៀតគឺតារាង Canvas ណា